សួស្តីសេចក្តីអនុគ្រោះនិងសន្តិភាពក្នុងព្រះនាមព្រះម្ចាស់និងព្រះអ្នកសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទព្រះជាម្ចាស់ដែលមានមេត្តាករុណាសប្បុរសចិត្តអាណិតព្រះអំណាចទាំងស្រុងព្រះជាម្ចាស់តែមួយគត់ព្រះអធិរាជព្រះអំណាចដ៏អស្ចារ្យអ្នកដែលមានអំណាចលើអ្វីទាំងអស់និងលើមនុស្សទាំងអស់អ្នកដែលជាអត្ថន័យនៃជីវិតអ្នកដែលជាផ្លូវការពិតនិងជីវិតព្រះជាម្ចាស់តែមួយគត់ព្រះអធិរាជដ៏អស្ចារ្យក្នុងព្រះនាមរបស់ព្រះអង្គដែលខ្ញុំស្ថិតនៅទីនេះនៅព្រឹកនេះព្រោះព្រះវិញ្ញាណរបស់ព្រះម្ចាស់បានដាក់ចិត្តខ្ញុំអ្វីមួយដែលមិនមែនចេញតែពីសៀវភៅស្រេចទេប៉ុន្តែចេញពីគំនិតពីអារម្មណ៍និងពីបំណងរបស់ព្រះជាម្ចាស់ស្ដីពីផែនការរបស់ព្រះអង្គចំពោះជីវិតយើងខ្ញុំជាអភិសេកបូជាចារ្យ Michelangelo ពីសាសនាចាអេវ៉ាន់ជេលីកាគ្រីស្ទូវីវីដូហ៊ីរ៉ូដូជីណេរ៉ូប្រទេសប្រេស៊ីលព្រះជាម្ចាស់មានផែនការមួយសម្រាប់ជីវិតរបស់អ្នកខ្ញុំត្រូវតែប្រាប់អ្នកយ៉ាងច្បាស់ណាស់ព្រោះមានមនុស្សជាច្រើននៅម្ខាងទៀតទាំងនៅទីនេះក្នុងទីក្រុងហ៊ីរ៉ូប្រទេសប្រេស៊ីលនិងនៅប្រទេសផ្សេងទៀតទូទាំងពិភពលោកក្នុងបណ្ដាញសកល Grace Mission កំពុងឈានមកដល់ដែលមានអារម្មណ៍ថាបាត់បង់ទីដែលទាំងស្រុងវាដូចជាកំពុងស្ថិតនៅក្នុងអង្រួនងឹតមួយវាដូចជាអ្វីកំពុងកើតឡើងក្នុងជីវិតប៉ុន្តែបុគ្គលមិនដឹងច្បាស់ថាកំពុងទៅណាឬក៏កំពុងកើតអ្វីឡើយប្រហែលជាអ្នកណាម្នាក់ក្នុងចំណោមអ្នកបានមើលទៅលើមេឃហើយគិតថាតើព្រះជាម្ចាស់នៅតែខ្វល់ខ្វាយអំពីខ្ញុំទេព្រះជាម្ចាស់គិតអំពីខ្ញុំទេនៅចន្លោះនេះក្នុងចំណោមប្រជាជន 8,000 លាននាក់នៅលើផែនដីនេះតើព្រះជាម្ចាស់គិតអំពីខ្ញុំអំពីអ្នកទេដូច្នេះថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកអ្វីមួយដែលសាមញ្ញណាស់ប៉ុន្តែសំខាន់ណាស់សម្រាប់ជីវិតហើយអាចនឹងផ្លាស់ប្ដូរទស្សនៈរបស់អ្នកចំពោះជីវិតព្រះជាម្ចាស់មានផែនការមួយសម្រាប់អ្នកព្រះយេស៊ូវគ្រីស្ទមានផែនការដ៏ល្អឥតខ្ចោះមួយហើយផែនការនេះរបស់ព្រះជាម្ចាស់ដូច្នេះយើងមិនមែនស្ថិតនៅទីនេះដោយចៃដន្យទេវាត្រូវបានរៀបចំដោយព្រះជាម្ចាស់សូម្បីតែមុនពេលយើងកើតមុនពេលយើងមាននៅក្នុងសាច់ឈាមយើងបានមានរួចហើយនៅក្នុងវិញ្ញាណអត្តសញ្ញាណពិតប្រាកដរបស់យើងគឺយើងជាវិញ្ញាណមួយដែលស្នាក់នៅក្នុងរាងកាយហើយមានអារម្មណ៍ចិត្តមានព្រលឹងវិញ្ញាណនោះមិនមែនត្រូវបានបង្កើតថ្មីនេះទេព្រះគម្ពីរបាននិយាយថាព្រះអង្គបានបង្កើតវាមុនពេលមានមូលដ្ឋានលោកីហើយអ្នកដែលបង្ហាញរឿងនេះបានល្អបំផុតគឺគ្រីស្ទបរិសុទ្ធយេរេមីយ៉ាមួយក្នុងចំណោមគ្រីស្ទបរិសុទ្ធធំនៃព្រះគម្ពីរព្រះវិញ្ញាណសូមមើលដូចដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បាននិយាយនៅជំពូកទី1នៃសៀវភៅយេរេមីយ៉ាខណ្ឌទី4ដល់7ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំដោយនិយាយថាមុនពេលដែលខ្ញុំបង្កើតអ្នកនៅក្នុងផ្ទៃម្ដាយខ្ញុំបានស្គាល់អ្នករួចហើយមុនពេលដែលអ្នកចេញពីផ្ទៃម្ដាយខ្ញុំបានបរិសុទ្ធអ្នកហើយបានតែងតាំងអ្នកជាគ្រីស្ទបរិសុទ្ធសម្រាប់ជាតិនានាបន្ទាប់មកខ្ញុំបាននិយាយថាព្រះអម្ចាស់ខ្ញុំមិនចេះនិយាយទេព្រោះខ្ញុំគ្រាន់តែជាកុមារម្នាក់ប៉ុណ្ណោះតែព្រះអម្ចាស់បាននិយាយមកខ្ញុំថាគុំនិយាយថាអ្នកគ្រាន់តែជាកុមារព្រោះអ្នកត្រូវទៅកាន់អ្នកទាំងអស់ដែលខ្ញុំបញ្ជូនអ្នកទៅអ្វីដែលខ្ញុំបញ្ជាអ្នកត្រូវនិយាយដូច្នេះពាក្យនេះគឺអស្ចារ្យណាស់ព្រោះពេលខ្លះមនុស្សនិយាយថាខ្ញុំមានអាយុ70ឆ្នាំខ្ញុំមានអាយុ50ឆ្នាំខ្ញុំមានអាយុ7ឆ្នាំតែជាក់ស្ដែងវិញវិញ្ញាណរបស់យើងដែលបានបង្កើតដោយព្រះបានបង្កើតមុននោះទៀតមុនពេលបង្កើតលោកនេះនោះហើយជាអត្តសញ្ញាណពិតប្រាកដរបស់យើងឥឡូវនេះសូមមើលអ្វីដែលព្រះយេស៊ូវបាននិយាយតាមព្រះបន្ទូលថាមុនពេលដែលខ្ញុំបង្កើតអ្នកនៅក្នុងផ្ទៃម្ដាយខ្ញុំបានស្គាល់អ្នករួចហើយមុនពេលអ្នកចេញពីផ្ទៃម្ដាយខ្ញុំបានបរិសុទ្ធអ្នករួចហើយ
ដូច្នេះគម្ពីរបាននិយាយថាមុនពេលយើងមានជីវិតជាមនុស្សសាច់ឈាមព្រះអម្ចាស់បានស្គាល់យើងរួចហើយទ្រង់ក៏បានរៀបចំប្រវត្តិរូបឬផែនការរបស់ជីវិតយើងរួចហើយព្រោះទ្រង់បាននិយាយថាអ្នកនឹងនិយាយអ្នកនឹងទស្សទីទ្រង់បានព្យាយាមគាត់និយាយថាទេប៉ុន្តែខ្ញុំមិនមានសមត្ថភាពទេខ្ញុំមិនចេះនិយាយទេទ្រង់ថាទេអ្នកត្រូវទៅព្រោះខ្ញុំជាអ្នកបញ្ជាមានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនដំបូងគឺអំណាចដ៏ខ្ពង់ខ្ពស់របស់ព្រះរូបព្រះបន្ទូលបាននិយាយថាមុនពេលដែលខ្ញុំបង្កើតអ្នកនៅក្នុងផ្ទៃម្ដាយខ្ញុំបានស្គាល់អ្នករួចហើយដូច្នេះព្រះជាអ្នកបង្កើតយើងនៅក្នុងផ្ទៃម្ដាយរបស់យើងព្រះអង្គបានបង្កើតយើងនៅក្នុងផ្ទៃម្ដាយរបស់យើងដូច្នេះមុនពេលយើងមាននៅក្នុងផ្ទៃម្ដាយព្រះបានបង្កើតយើងរួចហើយដូច្នេះវាគួរឲ្យចាប់អារម្មណ៍ណាស់ដែលខ្ញុំប្រាប់អ្នកអំពីរឿងនេះព្រោះមនុស្សជាច្រើនមើលឃើញសត្វមានជីវិតមួយដែលកំពុងត្រូវបានបង្កើតចាប់តាំងពីពេលបង្កកើតវាជាមនុស្សម្នាក់រួចហើយជាសត្វមានជីវិតមួយរួចហើយចាប់តាំងពីពេលបង្កកើតហើយជាញឹកញាប់មនុស្សគិតថាអាចផ្អាកការភេទមានផ្ទៃពោះបានដោយមិនដឹងពីសេចក្តីពិតនេះថាអ្នកដែលកំពុងបង្កើតនៅក្នុងផ្ទៃម្ដាយនោះគឺព្រះហើយព្រះអង្គហៅថាជាមនុស្សជាជនជាតិនរណាម្នាក់ដែលមានរាងកាយប្រលឹងនឹងវិញ្ញាណចាប់តាំងពីពេលបង្កកើតដូច្នេះព្រះអង្គបាននិយាយថាមុនពេលដែលខ្ញុំត្រូវបានបង្កើតនៅក្នុងផ្ទៃម្ដាយខ្ញុំបានស្គាល់អ្នករួចហើយតើព្រះបានស្គាល់ខ្ញុំមុនពេលខ្ញុំត្រូវបានបង្កើតក្នុងផ្ទៃម្ដាយរបស់ខ្ញុំដូចម្ដេចមុនពេលដែលព្រះអង្គបានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយរបស់ខ្ញុំតើព្រះបានស្គាល់ខ្ញុំដូចម្ដេចតើព្រះអង្គបានស្គាល់ខ្ញុំនៅទីណាដូច្នេះព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថាព្រះអង្គបានស្គាល់យើងខ្ញុំកំពុងនិយាយរឿងនេះជាលើកទី3ហើយព្រោះវាសំខាន់ណាស់មុនពេលបង្កើតពិភពលោកមានន័យថាព្រះបានបង្កើតវិញ្ញាណទាំងអស់ដែលព្រះអង្គបានកំណត់ជាមុនសម្រាប់ការសង្គ្រោះនៅពេលសម្រុំព្រះអង្គបានដាក់វិញ្ញាណរបស់យើងចូលក្នុងផ្ទៃម្ដាយដែលមានការបង្កើតកូនរវាងបុរសម្នាក់និងស្ត្រីម្នាក់ដូច្នេះមនុស្សម្នាក់ត្រូវបានបង្កើតឡើងដូច្នេះព្រះអង្គបាននិយាយថាមុនពេលដែលខ្ញុំបង្កើតអ្នកខ្ញុំបានស្គាល់អ្នករួចហើយមុនពេលដែលអ្នកចេញពីផ្ទៃម្ដាយអ្វីទាំងអស់សម្រាប់ជីវិតរបស់អ្នកបានត្រៀមរួចហើយខ្ញុំបានបរិសុទ្ធអ្នកដូច្នេះឥឡូវនេះយើងមកមើលបន្តិចអំពីជីវិតរបស់មនុស្សនេះមួយក្នុងចំណោមយើងខ្ញុំស្ថិតនៅទីនេះជាអ្នកធានសាសនារបស់ព្រះជាអភិបាលជាអ្នកផ្សព្វផ្សាយសាសនាជាគ្រូសាសនាហើយពេលខ្ញុំមើលត្រឡប់ក្រោយវិញពេលខ្ញុំចងចាំខ្ញុំមានការយល់ដឹងអំពីរឿងខ្លះប្រហែល4ឬ5ឆ្នាំនៃជីវិតខ្ញុំបានដឹងច្បាស់ណាស់ថាឥឡូវនេះបន្ទាប់ពីបានសង្គ្រោះបន្ទាប់ពីព្រះបានបង្ហាញការសម្របសម្រួលជាមួយខ្លួនឯងខ្ញុំបានដឹងថាជីវិតទាំងមូលរបស់ខ្ញុំត្រូវបានសរសេរដោយព្រះអង្គទាំងស្រុងរួមទាំងការអនុញ្ញាតឲ្យមានគ្រោះថ្នាក់មួយដែលបាននាំឲ្យខ្ញុំទៅដល់ចំណុចនៃជីវិតដើម្បីអាចស្គាល់អធិរាជភាពរបស់ព្រះដូច្នេះព្រះគឺមានអធិរាជភាពខ្ញុំជាអ្នកបង្កើតអ្នកហើយខ្ញុំជាអ្នកកំណត់និងបរិសុទ្ធអ្នកជាអ្នកធានសាសនាមានន័យថាយេរេមៀសមានហេតុផលព្រះអង្គបាននិយាយថាមនុស្សមិនអាចកំណត់ផ្លូវរបស់ខ្លួនបានទេមនុស្សមិនអាចកំណត់បានទេតែព្រះអង្គអាចដូច្នេះមានន័យថាព្រះអង្គបានស្គាល់ខ្ញុំរួចហើយស្គាល់ឈ្មោះរបស់យើងរួចហើយទោះបីជាថ្ងៃទាំងនោះមិនទាន់មានកើតឡើងក៏ដោយព្រះបានកំណត់និងសរសេរថ្ងៃទាំងអស់របស់យើងរួចហើយនៅពេលដែលមិនទាន់មានថ្ងៃណាមួយកើតឡើងផងមានន័យថាព្រះយេស៊ូវគ្រីស្ទពិតជាមានអធិរាជភាពទោះបីជាអស់ទឹកភ្នែករបស់យើងគំនិតរបស់យើងសុបិនរបស់យើងឬក៏បំណងរបស់យើងទាំងអស់ព្រះអង្គស្គាល់អស់ទាំងអស់ព្រះអង្គមានអធិរាជភាពឆ្នះព្រះអង្គជាអ្នកបង្កើតយើងព្រះអង្គជាអ្នកបង្កើតយើងព្រះអង្គជាអ្នកកំណត់ថាជីវិតរបស់ខ្ញុំនឹងជាអ្វីសម្រាប់ខ្ញុំនិងសម្រាប់អ្នកផងដែរសម្រាប់ខ្ញុំគឺជាគ្រូសាសនាដែលថែរក្សាអ្នកជឿជាអ្នកធានសាសនារបស់ព្រះអម្ចាស់សម្រាប់អ្នកគឺជាអ្វីដែលអ្នកជាផ្នែកវិជ្ជាជីវៈឬជីវិតក្នុងសង្គមនេះឬសង្គមណាមួយនៅលើពិភពលោកដូច្នេះគ្មានអ្វីក្នុងជីវិតយើងដែលកើតឡើងដោយចៃដន្យទេហើយក៏គ្មានពេលណាមួយក្នុងជីវិតយើងដែលអាចចាត់ទុកថាជាការខ្ជះខ្ជាយដែរ
ដូច្នេះថ្ងៃនេះយើងចាប់ផ្ដើមយល់ឃើញពិតប្រាកដថាជីវិតយើងមិនបានចាប់ផ្ដើមត្រឹមតែក្នុងផ្ទៃម្ដាយទេជីវិតយើងបានចាប់ផ្ដើមពិតប្រាកដនៅក្នុងបេះដូងរបស់ព្រះនៅក្នុងបេះដូងរបស់ព្រះជីវិតយើងបានចាប់ផ្ដើមដូច្នេះយេរេមៀសមុនពេលដែលខ្ញុំបង្កើតអ្នកខ្ញុំបានស្គាល់អ្នករួចហើយគឺខ្ញុំបានបរិសុទ្ធអ្នកខ្ញុំបាននិយាយថាអ្នកនឹងទៅទូទីជូនជាតិជានានាមើលទៅអ្វីទាំងអស់គឺល្អឥតខ្ចោះពេលខ្លះជីវិតមនុស្សខ្លះហាក់ដូចជាគ្មានទីដៅពេលខ្លះមនុស្សគ្រោងការអ្វីមួយតែផ្លូវវិលទៅទីផ្សេងទៀតប៉ុន្តែព្រះមិនដែលបាត់បង់ការត្រួតពិនិត្យឡើយសូម្បីតែថ្ងៃនេះបើទោះបីជាហាក់ដូចជាព្រះកំពុងស្ងៀមស្ងាត់ជាមួយអ្នកក៏ដោយតែខ្ញុំចង់ប្រាប់ថាព្រះកំពុងធ្វើការងារព្រះបាននិយាយដូច្នេះទៅកាន់អ្នកទូទីព្រះបាននិយាយថាមុនពេលដែលខ្ញុំបង្កើតអ្នកខ្ញុំបានស្គាល់អ្នករួចហើយមុនពេលដែលអ្នកចេញពីផ្ទៃម្ដាយរបស់អ្នកខ្ញុំបានបរិសុទ្ធអ្នកជាអ្នកទូទីសម្រាប់ជាតិជានានានេះគឺអស្ចារ្យណាស់នេះហើយជាអត្ថន័យនៃជីវិតនេះហើយជាអ្វីដែលផ្ដល់ឲ្យយើងនូវចំណេះដឹងនិងការប្រកបចិត្តថាយើងមិនមែនស្ថិតនៅលើផែនដីនេះទេដោយចៃដន្យអ្នកមិនមែនស្ថិតនៅមុខទូរទស្សន៍នេះឬកុំព្យូទ័រនេះឬទូរស័ព្ទនេះដោយចៃដន្យទេនេះគឺជាផែនការដ៏ល្អឥតខ្ចោះរបស់ព្រះមើលថាប៉ូលូអភិបាលប៉ូលូបាននិយាយយ៉ាងដូចម្ដេចនៅពេលដែលលោកសរសេរទៅកាន់សាសនាចក្រយន្តលេខានៅទីក្រុងរ៉ូមក្នុងជំពូកទី8លោកបាននិយាយថាសម្រាប់អ្នកដែលព្រះបានស្គាល់ជាមុនមើលឃើញទេជាក់ស្ដែងកន្លែងកំណើតរបស់យើងគឺជាចិត្តរបស់ព្រះសម្រាប់អ្នកដែលព្រះបានស្គាល់ជាមុនស្គាល់ជាមុនគឺមានន័យថាមុនពេលយើងមានសាច់មុនពេលយើងក្លាយជាស្បែកឆ្អឹងឈាមខ្សោយមុនពេលយើងក្លាយជាមនុស្សលោកបាននិយាយថាខ្ញុំបានស្គាល់អ្នកដែលព្រះស្គាល់ជាមុនទ្រង់ក៏កំណត់ឲ្យមានរូបរាងដូចព្រះបុត្រាដើម្បីឲ្យព្រះអង្គជាបុត្រច្បងក្នុងចំណោមបងប្អូនជាច្រើនអ្នកដែលទ្រង់កំណត់ទុកនោះទ្រង់ក៏ហៅមកហើយអ្នកដែលទ្រង់ហៅទ្រង់ក៏រាប់ជាសេចក្ដីរួចផ្ដល់សេរីល្អដល់ពួកគេដែរខ្ញុំដឹងថាមនុស្សភាគច្រើនដែលកំពុងស្ដាប់ខ្ញុំនឹងមានអារម្មណ៍ភ្ញាក់ផ្អើលនិយាយថាតើយ៉ាងដូចម្ដេចទៅមានន័យថាខ្ញុំមានស្រាប់មុនពេលមានរាងកាយសាច់មែនទេមុនពេលម៉ែខ្ញុំបង្កើតខ្ញុំបាទចាស់សម្រាប់អ្នកដែលព្រះបានស្គាល់ជាមុនដូច្នេះអ្នកដឹងថាខ្ញុំសម្រាប់ឆ្នាំជាច្រើនខ្ញុំស្គាល់តែសាសនាមួយប៉ុណ្ណោះខ្ញុំជាកាតូលិកអស់21ឆ្នាំខ្ញុំមិនស្គាល់ព្រះទេព្រោះវិហារមិនដែលបង្ហាញសេចក្តីពិតក្នុងគម្ពីរឲ្យខ្ញុំឃើញឡើយខ្ញុំស្គាល់តែសាសនាបទរបស់សាសនាចក្រប៉ុន្តែខ្ញុំមិនស្គាល់ព្រះបន្ទូលរបស់ព្រះបង្កើតព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេដូច្នេះខ្ញុំចូលទៅវេនព្រះសហគមន៍ដោយចិត្តទេចេញមកក៏ទេដែរវាជាពិធីសាសនាដែលខ្ញុំកំពុងរស់នៅប៉ុណ្ណោះរហូតដល់ខ្ញុំបានប្រាប់អ្នកហើយជាច្រើនដងនេះជាសក្ខីភាពជីវិតរបស់ខ្ញុំក្នុងគ្រោះថ្នាក់ដ៏សាហាវមួយមានការបាក់ឆ្អឹងជាច្រើននិងឥទ្ធិពលធំមួយនៅលើរាងកាយខ្ញុំត្រូវបាននាំទៅមន្ទីរពេទ្យមែនហើយខ្ញុំស្ថិតនៅមន្ទីរពេទ្យ3កន្លែងខ្ញុំបានធ្វើវះកាត់ដាក់ផ្លាកដាក់វីសដាក់ដែកនិងវះកាត់ស្បែកសម្រាប់ស្ដារឡើងវិញហើយវាកើតឡើងនៅចំកណ្ដាលភាពតានតឹងនោះវាហាក់ដូចជាចុងបញ្ចប់នៃជីវិតខ្ញុំប៉ុន្តែខ្ញុំបានយល់ថាព្រះជាម្ចាស់មានផែនការដ៏ល្អឥតខ្ចោះសម្រាប់ជីវិតខ្ញុំថាខ្ញុំនឹងឈរនៅមុខកាមេរ៉ាទូរទស្សន៍ដើម្បីនិយាយជូនអ្នកនិងប្រាប់អ្នកថាព្រះជាម្ចាស់បានស្គាល់អ្នកជាមុនរួចហើយព្រះអង្គបានកំណត់ជាមុនសាហាវរួចធ្វើឲ្យមានសិទ្ធិនិងបំផុសសេរីល្អរួចហើយមានន័យថាការងារនោះបានបញ្ចប់រួចហើយការងារនោះបានបញ្ចប់រួចហើយដូច្នេះព្រះជាម្ចាស់បានស្គាល់អ្នកមុនពេលមានពេលវេលារបស់មនុស្សហើយបានកំណត់ជាមុនឲ្យអ្នកមានរូបភាពដូចព្រះយេស៊ូវ
ដូច្នេះអ្នកមិនមែននៅក្រៅផែនការរបស់ព្រះជាម្ចាស់ទេអ្នកគឺជាផ្នែកមួយនៃផែនការសេរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដីនេះការកំណត់ជាមុនមិនមែនជាគុកទេវាជាការសម្រេចចិត្តរបស់អ្នកដែលទុកចិត្តលើព្រះជាម្ចាស់គ្មានអ្វីអាចបរាជ័យក្នុងជីវិតអ្នកបានទេព្រោះឥឡូវនេះអ្នកកំពុងដឹងថាបេះដូងរបស់ព្រះជាម្ចាស់គឺជាដំណាក់កាលដំបូងជាកន្លែងដែលថ្ងៃរបស់អ្នកនិងរបស់ខ្ញុំបានកើតចេញអ្នកដឹងទេថាវាមានន័យដូចម្ដេចវាមានន័យថាអនាគតរបស់អ្នកមានម្ចាស់អនាគតរបស់អ្នកថ្ងៃស្អែករបស់អ្នកមិនមែនជារបស់អ្នកទេអ្នកមិនមែនជាអ្នកកំណត់ថ្ងៃទាំងនោះទេព្រះជាម្ចាស់ឈ្មោះម្ចាស់ជីវិតរបស់យើងឈ្មោះម្ចាស់អធិបតីគឺជាព្រះអម្ចាស់និងព្រះអង្គជាព្រះអ្នកសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទក្នុងសៀវភៅអេផេសូបទទី2ខណ្ឌទី10ព្រះបន្ទូលរបស់ព្រះអម្ចាស់មានព្រះបន្ទូលថាយើងគឺជាការបង្កើតរបស់ព្រះអង្គត្រូវបានបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់សកម្មភាពល្អសកម្មភាពទាំងនោះដែលព្រះបានរៀបចំជាមុនសម្រាប់ឲ្យយើងដើរតាមម្ដងទៀតព្រះអម្ចាស់កំពុងនិយាយអំពីការរៀបចំជាមុនខ្ញុំនឹងអានម្ដងទៀតព្រោះខណ្ឌនេះគឺអស្ចារ្យណាស់សូមមើលថាវានិយាយដូចម្ដេចយើងគឺជាការបង្កើតរបស់ព្រះអង្គត្រូវបានបង្កើតក្នុងព្រះគ្រីស្ទសម្រាប់សកម្មភាពល្អដែលព្រះបានរៀបចំជាមុនសម្រាប់ឲ្យយើងដើរតាមជីវិតទាំងមូលរបស់យើងស្ថិតនៅក្នុងផែនការរបស់ព្រះសកម្មភាពទាំងអស់របស់ព្រះបានរៀបចំរួចជាស្រេចដោយព្រះផ្លូវនិងផែនការរបស់ជីវិតអ្នកត្រូវបានគូសទុកជាមុនរួចហើយមុនពេលអ្នកកើតមកលើផែនដីនេះឥឡូវនេះអ្នកត្រឹមតែត្រូវដើរតាមផែនការរបស់ព្រះដែលហៅថាផែនការរបស់ព្រះដូច្នេះផែនការរបស់ព្រះមិនមែនជាអ្វីដែលមនុស្សបង្កើតឡើងទេពេលខ្ញុំឈប់សង្កូសចិត្តហើយមើលត្រឡប់ក្រោយគិតអំពីថ្ងៃកន្លងមករបស់ខ្ញុំតែងតែគិតថាមនុស្សអីតើធ្វើដូចម្ដេចអ្វីទាំងអស់វាត្រឹមត្រូវបែបនេះអ្វីទាំងអស់សំស្របគ្នាអ្វីទាំងអស់ភ្ជាប់គ្នាព្រោះនេះជាផែនការដ៏ល្អឥតខ្ចោះរបស់ព្រះនេះជាការភ្ជាប់ដ៏ល្អឥតខ្ចោះរបស់ព្រះផែនការរបស់ព្រះនេះត្រូវការឲ្យយើងគោរពបំពេញគោលបំណងមិនមែនសម្រាប់ឲ្យយើងសង់ឡើងឡើយផែនការរបស់ព្រះក្នុងជីវិតរបស់អ្នកគឺត្រូវបានបង្ហាញចេញដូច្នេះពេលអ្នកយល់អំពីរឿងនេះការថប់បារម្ភនានានឹងបាត់បង់កម្លាំងក្នុងជីវិតការប្រៀបធៀបគ្នានឹងបាត់បង់ន័យការភ័យខ្លាចនឹងបាត់ទៅដោយសារតែអ្នកដែលស្ថិតនៅក្នុងយើងធំជាងអ្នកដែលស្ថិតនៅក្នុងលោកនេះបើព្រះជាមួយយើងនរណានឹងប្រឆាំងយើងបានទេឥឡូវនេះអ្នកដឹងហើយព្រះកំពុងសរសេររឿងរ៉ាវជីវិតរបស់អ្នកឬក៏កំពុងឲ្យអ្នកស្គាល់រឿងរ៉ាវដែលព្រះបានសរសេរមកពីមុនទោះបីជាចំពោះខ្លះដូចជារបស់ខ្ញុំឬរបស់ខ្ញុំមានភាពលំបាកក៏ដោយក៏ចង់បញ្ចប់អាឡេលូយ៉ាសូមអរព្រះគុណព្រះបានធានាចប់ហើយនៅលើឆ្កាងកាល់វ៉ារីដូច្នេះអនាគតសម្រាប់យើងមិនមែនជារឿងអាថ៌កំបាំងទេព្រោះយើងស្គាល់អ្នកនិពន្ធនៃរឿងរ៉ាវជីវិតយើងបើថ្ងៃនេះអ្នកមានអារម្មណ៍នឿយហត់ពោពេញដោយបន្ទុកមានការរអាក់រអួលអ្នកមានអារម្មណ៍ថាបាត់បង់ទិសដៅជីវិតរបស់អ្នកឬគិតថាអ្នកបានបំផ្លាញដំណើរការខ្លះក្នុងជីវិតហើយប្រហែលជាអ្នកគិតថាព្រះចង់ឲ្យកើតមានបែបនេះតែខ្ញុំវិញធ្វើផ្ទុយសូមស្ដាប់ឲ្យល្អអ្នកមិនមែនជាកំហុសដែលព្រះត្រូវតែជួសជុលឡើយអ្នកគឺជាបំណងដ៏អស្ចារ្យមួយដែលព្រះបានសម្រេចបង្ហាញព្រះដដែលបានសរសេរចាប់ផ្ដើមជីវិតអ្នកគឺកំពុងរងចាំចុងបញ្ចប់របស់អ្នករួចហើយគ្មានអ្វីក្នុងជីវិតអ្នកដែលជាការចោលទេគ្មានអ្វីដែលអាចរត់ផុតពីការគ្រប់គ្រងរបស់ព្រះបានទេនិយាយជាមួយខ្ញុំថាព្រះកំពុងគ្រប់គ្រងដូច្នេះអ្នកមិនមែនកំពុងដើរដោយគ្មានទីដៅទេអ្នកកំពុងត្រូវបានដឹកនាំដោយបំណងអស់កលបជានិច្ចជឿទុកចិត្តសម្រាប់ចិត្តហើយធ្វើតាមពាក្យនេះអ្នកណាដែលប្រគល់ខ្លួនឲ្យព្រះនឹងរកឃើញការសម្រេចចិត្តដែលពិភពលោកមិនអាចផ្ដល់បានទេយើងមិនមែនកើតមកសម្រាប់តែរស់ក្នុងរាងកាយនេះទេតែដើម្បីរស់ដោយសេរីនិងចែកពរជ័យដល់អ្នកដទៃតាមរយៈអ្វីដែលព្រះប្រទានមក
ការអធិស្ឋានរបស់យើងគឺក្នុងពេលនេះអ្នកបានទទួលស្គាល់តាមរយៈពាក្យទាំងនេះថាអ្នកមិនមែនជាការចៃដន្យទេអ្នកមិនមែនជាឯកសារឬលេខអត្តសញ្ញាណទេអ្នកគឺជាកូនស្រឡាញ់របស់ព្រះដែលព្រះមានផែនការដ៏ល្អឥតខ្ចោះសម្រាប់អ្នកហើយផែនការនេះនឹងត្រូវបានបញ្ចប់ព្រះបន្ទូលរបស់ព្រះអម្ចាស់បាននិយាយក្នុងសៀវភៅហ្វីលីប 1:5 ខ្ញុំមានជំនឿយ៉ាងពេញលេញថាអ្នកដែលបានចាប់ផ្ដើមការងារល្អនឹងបញ្ចប់វារហូតដល់ថ្ងៃចុងក្រោយដូច្នេះសូម្បីតែពេលដែលអ្នកមិនយល់អ្វីទាំងអស់ទេព្រោះឥឡូវនេះអ្នកបានចាប់ផ្ដើមយល់ហើយឥឡូវនេះអ្នកដឹងហើយថាតើផ្លូវណាសូមធ្វើការសម្រេចចិត្តដ៏ធំបំផុតក្នុងជីវិតសូមប្រគល់ជីវិតរបស់អ្នកឲ្យព្រះអង្គបានរៀបចំការងារមួយចំនួនជាមុនរួចហើយព្រះអង្គមានគោលបំណងទាំងអស់សម្រាប់អ្នកនិងខ្ញុំដែលបានបង្កើតឡើងក្នុងនាមព្រះយេស៊ូវខ្ញុំប្រាប់អ្នកថាសូមប្រគល់ជីវិតរបស់អ្នកឲ្យព្រះសូមបោះបង់ពិភពលោកនេះកុំឲ្យខ្លួនឯងត្រូវគេដឹកនាំដោយភាពជាទាសករនៃសាសនានេះក៏ជាការបង្កើតរបស់មនុស្សឬក៏ជាការបង្កើតរបស់សាតាំងព្រះយេស៊ូវមិនមកបង្រៀនសាសនាទេព្រះយេស៊ូវមកបង្ហាញផ្លូវមួយហើយព្រះអង្គបាននិយាយថាប្រសិនបើយើងទទួលស្គាល់ព្រះអង្គមុខមនុស្សទាំងឡាយព្រះអង្គនឹងទទួលស្គាល់យើងមុខព្រះបើយើងសារភាពព្រះអង្គមុខមនុស្សទាំងឡាយព្រះអង្គនឹងសារភាពយើងមុខព្រះបតាដូច្នេះខ្ញុំប្រាប់អ្នកថ្ងៃនេះសូមប្រគល់ជីវិតរបស់អ្នកឲ្យព្រះយេស៊ូវសូមបោះបង់ពិភពលោកនេះកុំឲ្យសាសនាដកយកកាយយកចិត្តទុកដាក់នឹងនៃជីវិតរបស់អ្នកជឿលើព្រះបន្ទូលរបស់ព្រះបន្ទូលតែមួយគត់ដែលមិនមានកំហុសនិងមិនអាចបរាជ័យបាននោះគឺព្រះបន្ទូលរបស់ព្រះបន្ទូលនេះគឺជាព្រះនិយាយទៅកាន់បេះដូងដូច្នេះសូមប្រគល់ជីវិតរបស់អ្នកប៉ុន្តែអភិសេកាតើខ្ញុំត្រូវធ្វើអ្វីតើខ្ញុំត្រូវអធិស្ឋានតិចមួយទេសូមនិយាយជាមួយខ្ញុំថាព្រះអម្ចាស់យេស៊ូវគ្រីស្ទខ្ញុំបោះបង់ពិភពលោកនេះខ្ញុំបោះបង់សាសនាខ្ញុំបោះបង់ផ្លូវរបស់លោកនេះហើយខ្ញុំសារភាពថាអ្នកជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់ខ្ញុំសារភាពដោយមាត់របស់ខ្ញុំជឿជាក់ក្នុងបេះដូងថាព្រះអង្គបានស្លាប់បានរស់ឡើងវិញព្រះអង្គនៅរស់និងអង្គុយលើសិង្ហាសនៈតើព្រះអង្គគ្រប់គ្រងមែនទេជាតិទាំងអស់និងប្រទេសទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គខ្ញុំប្រគល់ខ្លួនឲ្យព្រះអង្គហើយខ្ញុំនិយាយថាព្រះយេស៊ូវគឺជាព្រះអម្ចាស់របស់ខ្ញុំជាព្រះអង្គសង្គ្រោះរបស់ខ្ញុំដូច្នេះអ្នកបានជ្រើសរើសជឿទុកចិត្តលើព្រះអ្នកបានជ្រើសរើសផ្លូវល្អបំផុតដែលព្រះអង្គបានជ្រើសរើសសម្រាប់អ្នករួចហើយមើលការភ្ជាប់ដែលព្រះបានធ្វើថ្ងៃនេះព្រះអង្គបានរៀបចំផែនការមួយអ្នកមិនស្គាល់ទេប៉ុន្តែអ្នកទស្សនៈរបស់ព្រះបានមកផ្ដល់ផែនការនេះឲ្យអ្នកទទួលយកហើយអ្នកត្រូវបានសម្របសម្រួលជាមួយព្រះទេឥឡូវនេះព្រះគម្ពីរបាននិយាយថាត្រូវបានកំណត់ជាមុនត្រូវបានហែលត្រូវបានសម្របសម្រួលនិងត្រូវបានដាក់ឲ្យមានមហិច្ឆតាសូម្បីតែជីវិតអស់កលឹបជានិច្ចរបស់អ្នកក៏ត្រូវបានធានារួចហើយសូមសរសើរព្រះនឹងធ្វើឲ្យព្រះអង្គកាន់តែធំវាជារឿងល្អណាស់ដែលថ្ងៃនេះព្រះវិញ្ញាណបាននិយាយយ៉ាងជ្រាលជ្រៅហើយជីវិតជាច្រើនបានប្រគល់ខ្លួនដល់ព្រះយេស៊ូវគ្រីស្ទនៅទីនេះនៅរយ៉ូឌូសាណេរ៉ូនៅប្រទេសប្រេស៊ីលនិងនៅលើពិភពលោកហើយប្រកាសណាស់វាជាការសកលរបស់យើង Grace Missions ជាភាសា14កំពុងដើរតាមបណ្ដាញសង្គមទូទាំងពិភពលោកហើយខ្ញុំសូមអរព្រះគុណចំពោះមនុស្សទាំងនោះផ្ដល់មតិមកក្រសួងយើងពីគ្រប់ទីកន្លែងលេខទំនាក់ទំនងនៅ Rio de Janeiro 5521 99127 4154 លើអេក្រង់ឬលេខព្រះវិហារ5521 3017 9090សូមតាក់ទងមកយើងអ្នកនឹងទទួលបានការអធិស្ឋានជំនឿអ្នកនឹងទទួលបានសៀវភៅមួយពីព្រះវិហារយើងហើយអ្នកនឹងមានការភ្ជាប់ជាមួយក្រសួងពិតប្រាកដក្រសួងតាមព្រះគម្ពីរក្រសួងដែលព្រះបានលើកឡើងដែលព្រះបានរៀបចំសម្រាប់សម័យចុងក្រោយក្នុងព្រះនាមព្រះយេស៊ូវ
ថ្ងៃនេះជាថ្ងៃអាទិត្យនៅទីនេះនៅរយ៉ូឌីសាណេរ៉ូយើងនឹងមានជំនួបធំពីរនៅក្នុងព្រះវិហារសាសនាអេវ៉ាន់ជេលិកគ្រីស្ទូវីវីម៉ោង 9 ព្រឹកនិងម៉ោង 5 ល្ងាចជាមួយសាព្យាករសាអប៉ុស្តូលនិងច្រៀងសរសើរព្រះជាពេលវេលាជាពេលវេលាដ៏សប្បាយរីករាយផ្លូវវិញ្ញាណជាការលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់នៅកន្លែងដែលជារបស់អ្នកបើអ្នកស្ថិតនៅជិតរយូឬនៅរយ៉ូឌីសាណេរ៉ូសូមមកចូលរួមជាមួយយើងបើអ្នកស្ថិតនៅឆ្ងាយសូមទស្សនាពិធីបូជាព្រះជាមួយយើងតាមបណ្ដាញសង្គមផ្ទាល់និងផ្សាយបន្តផ្ទាល់សម្រាប់សេរីល្អដល់ព្រះអម្ចាស់អាសយដ្ឋានរបស់យើងគឺផ្លូវម៉ារីកាលេខ320នៅសង្កាត់កាំពីញូតំបន់ខាងលិចនៃរយ៉ូឌីសាណេរ៉ូប្រទេសប្រេស៊ីលនេះគឺជាប្រទ្វាររបស់ព្រះទៅស្ថានសួគ៌សម្រាប់ជីវិតរបស់អ្នកព្រះអង្គបានរកឃើញអ្នកហើយអ្នកមិនបាត់បង់ទេហើយក៏មិនជាក្មេងកំព្រាទេអ្នកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទជាផ្លូវនៃការសង្គ្រោះខ្ញុំសូមអរគុណដល់សាសនាចក្រ Christovive ដែលបានជួយឧបត្ថម្ភគាំទ្រដល់យើងខ្ញុំក៏អរគុណក្រុមការងារទូរទស្សន៍ដែលបានរួមការងារជាច្រើនឆ្នាំដើម្បីលើកតម្កើងព្រះយេស៊ូវគ្រីស្ទក្នុងគ្រប់កម្មវិធីរបស់យើងដូច្នេះខ្ញុំសូមអរគុណមនុស្សមួយចំនួនដែលបានឧស្សាហ៍ព្យាយាមបំផុតក្នុងការបម្រើព្រះដើម្បីឲ្យព្រះត្រូវបានគោរពសរសើរហើយព្រះយេស៊ូវគ្រីស្ទត្រូវបានស្គាល់នៅលើពិភពលោកសេចក្តីស្រឡាញ់និងអំណោយអំណររបស់ខ្ញុំទៅកាន់ Rodrigo Ambrosio និង Fabiana Ambrosio អ៊ីផ្សាទូបូទៅមើលនៅភូមិ Emil Mesquita ក្នុងតំបន់ Baixada Fluminense នៃទីក្រុង Rio de Janeiroគូស្វាមីភរិយាដ៏ប្រសើរនេះរបស់ព្រះដែលគោរពព្រះបន្ទូលនិងគោរពនឹងនគរព្រះយ៉ាងខ្លាំងមិត្តស្និទ្ធរបស់ខ្ញុំ René de Villarejo Claudia Reches និង Sinsen របស់យើងដែលរួមជាមួយក្រសួងនានានៃសាសនាចក្រ Christovive បានក្លាយជាមូលហេតុនៃការលើកស្ទួយការសង្គ្រោះជីវិតការសង្គ្រោះសូមពរនិងអរគុណដល់អ្នកទាំងអស់គ្នាទាំងអ្នកដែលថ្ងៃនេះនឹងទូរស័ព្ទយើងដោយនិយាយថាខ្ញុំបានស្ដាប់បរិសម្នាក់របស់ព្រះខ្ញុំបានយល់សេចក្តីពិតឥឡូវនេះខ្ញុំដឹងហើយថាតើផ្លូវណាដែលខ្ញុំត្រូវដើរហើយខ្ញុំក៏ចង់ចូលរួមជួយដោយការដាំព្រោះផងដែរនៅក្នុងក្រសួងនេះព័ត៌មានរបស់យើងសម្រាប់អ្នកធ្វើបែបនេះស្ថិតនៅលើអេក្រង់របស់អ្នកសូមអរគុណយ៉ាងខ្លាំងចំពោះកិត្តិយសនេះសូមអរគុណចំពោះឱកាសពិសេសដែលអ្នកបានផ្ដល់ឲ្យខ្ញុំដោយបានចំណាយពេលជិតពាក់កណ្ដាលម៉ោងនៅទីនេះដើម្បីផ្លាស់ប្ដូរនិងបង្កើតការភ្ជាប់រវាងជីវិតរបស់យើងជាមួយព្រះជីវិតរបស់អ្នកជាមួយព្រះសូមពរសូមផ្ញើអារម្មណ៍ស្និទ្ធស្នាលដល់អ្នកទាំងអស់គ្នាសេចក្តីគុណនិងសន្តិភាពព្រះអង្គគឺជាព្រះម្ចាស់ផែនការរបស់ព្រះអង្គគឺល្អឥតខ្ចោះសេចក្តីគុណនិងសន្តិភាព